សំលេងខ្យល់បក់ប៉ះទៅនឹងចុងឫស្សីឬឲ្យរហ្វីនាទីទួលមួយចុងភូមិលុះក្រឡេកមកក្រោមបន្តិចបានឃើញនឹងផ្ទះទៀមតូចមួយដែលធ្វើអំពីស្លឹកត្នោតផ្ទះនោះត្រូវបានធ្វើសម្រាប់លួយមកខាងមុខដែលអាចដាក់គ្រែមួយសម្រាប់អង្គុយបានគ្នាប្រមាណ 4 ទៅ 5 នាក់ដែលជាទូទៅគឺមានប៉ាន់តែដែលស្រោបដោយស្រកីដូងដាក់ជាប្រចាំនៅលើគ្រែនោះដែលញាតិមកលេងអាចចាក់ពិសាបានគ្រប់ពេលនៅខាងក្រោយផ្ទះក៏បានឃើញនៅលោកពូម្នាក់ឈ្មោះវត្តកំពុងតែប្រញាប់ដៃទៅជីកទំពាំងឲ្យតន់ប្រពន្ធខ្លួនឈ្មោះលាក់យកទៅលក់នៅឯផ្សារជាមួយនឹងកូនត្រីដែលខ្លួនទៅតែអូសថ្មីពីអ្នកប្រពន្ធព្រឹកមិញនេះគ្រូហ្វាគាត់មិនទៅជាធូធាមានបានដូចគេសោះឡើយបើទោះជាប្តីប្រពន្ធនេះខំសឹងតែគ្មានពេលទំនេរយ៉ាងណាក៏ដោយណាមួយអាចថាពួកគាត់ទាំងពីរនាក់មិនបានរៀនសូត្រមានចំណេះជំនាញរកការងារឬមុខរបរណាអាចរកលុយបានស្រួលដូចគេនោះឡើយតែយ៉ាងណាក៏ដោយពួកគាត់ទាំងពីរនាក់នេះគឺត្រង់ណាស់មិនដែលប៉ះពាល់ឬធ្ងន់មាត់ធ្ងន់កជាមួយញាតិណាម្នាក់ឡើយលុះតែពូវត្តបានទៅដល់ព្រៃឫស្សីខាងត្បូងភូមិហើយហាក់មិនងាយស្រួលក្នុងការរកទំពាំងនោះទេក៏ព្រោះតែវាជារដូវប្រាំងផងតែពូវត្តក៏ចេះតែខំរកក្តឹបក្តៀបដែលដុះពន្លកមកនោះឲ្យតែបានយកទៅខ្លះក៏ប៉ុន្តែក្តឹបក្តៀបកូនទំពាំងនោះក៏មិនសម្បូរដែរព្រោះថាមុខជីកសឹងតែរាល់ថ្ងៃឬហ្វៃដុះយ៉ាងម៉េចនឹងតន់ណាមួយទៀតនោះមិនមែនជីកតែពូវត្តឯណាអ្នកភូមិផងអ្នកខ្លះក៏មុខជីកដូចតែគ្នាបើយើងលក់កូនត្រីហើយលក់បន្លែដែលមានដូចជាស្លឹកម៉ាស់ស្លឹកផ្ទៃទំពាំងននងអីនោះដឹងតែមានគេទិញហើយស្លឹកបាសស្លឹកផ្ទៃននងអីប៊ីងលាក់គាត់បេះនៅជុំវិញផ្ទះហើយទៅពូវត្តគាត់ខំទៅរកទំពាំងបន្ថែមទៀតពូវត្តងើយមើលទៅមេឃក៏ចាប់ឃើញថាថ្ងៃរៀងខ្ពស់ដែរទៅហើយមិនដឹងថាប្រពន្ធគាត់នៅផ្ទះនោះរងចាំគាត់យ៉ាងណានោះទេតែបើក្រឡេកមកមើលទំពាំងដែលគាត់ជីកបានវិញទៅតែបាន2 ទៅ 3 គល់ប៉ុណ្ណោះពូវត្តគាត់មិនអាចនៅបន្តជីកទំពាំងទៀតនោះទេព្រោះថាថ្ងៃខ្ពស់ណាស់ហើយពូវត្តខឹងក្នុងចិត្តណាស់ហើយគាត់បានពោលក្នុងចិត្តថាអោលោកឯលោកបើទំពាំងមិនសូវមានបែបនេះបានអីឲ្យប្រពន្ធខ្ញុំយកទៅលក់បើរាល់ថ្ងៃបានតែទំពាំងនេះផងពូវត្តក៏បានដើរមកវិញទាំងអ៊ូលដាំកមិនដឹងថាប្រពន្ធគាត់នោះរកផ្ទៃឬបន្លែផ្សេងបានទៀតឬក៏អត់លុះតែមកដល់ផ្ទះវិញមីងលាក់នោះមុខឡើងក្រញើបន្តិចទៅហើយព្រោះពូវត្តនោះគាត់យូរតែក្រោយគេគឺពិបាកលក់បន្តិចហើយពូវត្តមកដល់ក៏ហ្វូប្រពន្ធគាត់ថាបានបន្លែផ្សេងខ្លះទេឯងមីងលាក់ក៏ដកដង្ហើមធំរួចពោលមកថារកមិនបានទេបើយើងបេះវារាល់ថ្ងៃណាមួយខែហ្នឹងគឺជាខែប្រាំងទៀតគ្មានត្រួយឯណាលាស់តន់ទេពូណាំងក៏ដកដង្ហើមធំដូចគ្នាហើយពោលមកថាខ្ញុំក៏រកទំពាំងបានតែ2 3 គល់ក្តឹបក្តៀបនេះដែរទេរកមិនបានទេឯងមីងលាក់ក៏ពោលមកថាបានប៉ុន្មានយកប៉ុណ្ណឹងទៅធ្វើមិនទេវាខែប្រាំងពិបាករកបន្លែណាស់ពូណាំងក៏យកទំពាំងនោះដាក់ទៅលើកញ្ច្រែងដែលបានចងនៅលើរៀនកងរួចហើយនោះហើយមីងលាក់ក៏បានជិះចេញយកទៅលក់នៅភូមិពូវត្តបានឈរមើលទៅដំណើរប្រពន្ធខ្លួនជិះចេញទៅនោះហើយគាត់ស្ដីបន្ទោសខ្លួនគ្មានលទ្ធភាពឲ្យប្រពន្ធមានជីវិតប្រសើរជាងនេះខើឲ្យគាត់ស្លៀកពាក់នោះក៏ចាស់ណាស់ដែរទៅហើយមិនទាន់មានលុយកាក់ទិញថ្មីឲ្យប្រពន្ធនោះទេភ្លាមនោះសំលេងមីងខឹមដែលជាអ្នកជិតខាងពូវត្តនោះក៏ពោលប្រដៅកូនខ្លួនដោយស្ដាប់ទៅហាក់ចំអកទៅឲ្យពូវត្តនោះមកថាកូនណាកូនត្រូវតែខំរៀនណាកុំឲ្យល្ងងតែល្ងងហើយវាគ្មានចំណេះរកស៊ីអីទេមួយថ្ងៃឃើញតែខំឲ្យទៅត្រន់តែនៅតែរហាមរកមួយថ្ងៃខ្វះមួយថ្ងៃពូវត្តស្ដាប់ហើយគឺពិតជាខ្មាស់ខ្លួនឯងជាពុនពេកហើយគាត់ក៏បានរត់ទៅពូអស់នៅក្រោយផ្ទះថ្ងៃក៏ចាំងចំពីខាងលើក្បាលទៅហើយ
Phu vật nút cô bán pu ốc mùi cùng nổ thúng prom tiếng một rịp chom đam bái có phân tại chích ấn tại nấu lại mình toàn bàn khơi mình lẽ trò lóp một bị pha bình tê để chỉ ngày ní dù mà lại mình đừng tha chỉ lũ đánh rồi có tê bờ nấu dù bẹp ní đủ tại 10 phần túc có ban lư phần thực cho bạ con chỉ trôi một té Phu vật có ở tổ mới có khơi propon khuôn một đôi ní có tu tổ mới Bụt thô ơi ngày ní propon cọt lũ mình đánh nổ tê mơ tới đánh o trầm tại pi bay cần cho phần no Phu vật có ban phu tô propon khuôn thá mà đánh phò tràn mấy ấy mình lẽ có ban đọc chroma chút cái ba chính hơi đọ đằng hàm thông rồi pol một thá dương tơ ngày p nẹp húm cái ban tinh nhẹ đai tầm một ở hai bị bạn á trong chi thê cho đọt phum phê hái nâu tay mình miền kia tính công pứ có việc bạn có nhóm có một bình tơ Phu vật có tập thá mình ấy tê ban phần màn dục phần nâng cho phò phần màn ấy thưa hộp ôi chân anh mà đón mình lẹ có phải cõi pi từ tua ban cầm lăng chật pi đấy hay cọt có tập bình thá mình đừng chỉ thưa ấy chân anh tê hộp phòng lò con trai ní rồi ngày hai rồi có ai miền một hộp mây men tế thưa ở nhóm phạ phna đây mà đón tổ mới mình lẽ con đi dê tiếng phải phong hơi Phu vật có to một thá anh tôi ngủ tức ôi tôi chạy luôn tao anh chăng chăm tại lục phna đây đây cho Phu vật có ban vô con trai dinosaur tôi nhích phòng át hơi phát nó lơ kre nia phòng giả một té lúc tại mình lẽ con ngủ tức phòng át luôn hơi cọt có ban một chui Phu vật đã chip đây ở bỏ luôn Phu cọt thưa tray bẩn đá cho chơi kia ông pi panaka phòng rập ngày phải ni bẩn đá đời Phu vật nút rập tàu propon thá ấy nha bực ní dân tàu pro nhập trong môn bình tịch tư cảnh nhom miền tây trán ách rốt tung bèn bàn khla bực phải ní nhom nâng mình rô vốn chỉ môi rư phây để thọp tàu ruộng nụ tê nhom pro hai phẩm tớ tớ rư phây để nấu prey trầu hơi nơi khang kráo ruộng nòm tại khát bể bình lẹ nút có bàn tọp thá từ prey trầu prey giặt phong thọp lư cha cha thá bị đám prey rư phây nắng chỉ còn lại kê dục môi tàu bỏ trâu Phu vật có pol một thá dương thưa lõ kê mình thưa bạp dương tê lụt tay phẩm ạt tray nô rụi hới Phu vật có tàu trong kran bái đâm bay thưa một hồ bị phá niết ngay tròn riêng tre mình tích tổ hời ni khẩn chuối chính pi trong kran bái một để thưa ơi mình lẽ mình ai ọt tròn bán cót có bàn đào trôi tổ mớ tao đây luôn nu dục con tray nít từ thưa mà đách ban chỉ chuối đời ni lúc tại châu tớ có ban khơi Phu vật cọt cầm pông tại cha con trai rùm tiếng cùng bự phong lúc chỉ mùi nâng phật rùm biết cứ việc thả play hay chui chu vinh tiếng cho mỏ tay mà đón đời cọt nút ban ban thay mặt tế mơ tơ cỏ hòm lấy lom nâng phật rùm biết mình lẽ cọt cứ miên cạp nhấp al không chật na cho bởi cọt ní thắp tay flo con trai chỉ mùi phẩm ló đôi chia tuông lập bớ rồi có flo tung bén rồi có flo phênh phênh tại bầy khluôn có che cha phật rùm biết chẳng chui bẹp ní tàu vĩnh đây propon công phật tiếng phí ban pi phá aha ngày tròn phân tại tre bằng tích lúcยัง ngày pi phá đời miền lư phẩm lên ní dây khía pháo giang sập bài phong ngày có chạp riêng tre tiếp phân tại phá nâng trong thao phẩm lên bạ pha bạ phấy có dũng lon con rồng pong pin về há mòn tía có tơ na mình ngay ông pi mà cha prut tha ngày riệp lịch lịch ní trong năm mà cha dục phơi ông có một bài ơi khuôn phí lúc tại ngày lịch phật mắt phùm phốc có prai tới chia ngồi nghịch phôn trứng mình tay phần nốt việc ngặt off phẩm lên mình nô mình ía lư tay phẩm lên trong gđất dung tam prom rồi bong tia dục ngặt cho trật chẹ có thẹn muộc phật chờ rê rom tam sol oi rồi vích Phu vật con hạ trong lại không chật nát mình chỉ có một chiếc tùm bèn ấy tiếng dục pro lục bài ni Phu vật nút cót mình đăng thác luôn nâu tin na oi pro có tê mơ tàu prey rư phây tiếng nút miên bần la đột kịch cá mình đôi prey rư phây để luôn thọp chí đại vụ cót ban cắt ca o bần lá mình kịch cá đôi đi lợi tại tôi tàu vĩnh prey rư phây ní miên plau thmai chơi muối chụp tụ không prey
តែមើលទៅដាច់កន្ទុយភ្នែកមិនដឹងផ្លូវនេះផុតរហូតដល់ទីណាទេផ្សែងអាប់នោះក៏បានធ្លាក់មកងងឹតមើលទីមុខមិនច្បាស់ទេពូវត្តផិតភ័យបន្តិចបន្តិចយ៉ាងម៉េចមិនដឹងទេព្រោះគាត់មើលទៅគល់ឬហ្វៃទាំងនោះគឺមានទំពាំងដុសល្អៗជាច្រើនភ្លាមនោះក៏ស្រាប់តែមានបរិសុទ្ធចំណាស់ម្នាក់ស្លៀកក្បិនលេងខ្លួនទទេដៃកាន់ទំពុកឬហ្វៃមួយបានដើរមករកពូវត្តក៏ក្រោករួចក៏រូបស៊ូទាំងងើយឆ្ងល់ទៅកាន់លោកតានោះថាលោកតាអញ្ជើញតណាបកណាម្ដេចបានមកដល់ព្រៃឬហ្វៃនេះលោកតានោះមិនឆ្លើយទេហើយគាត់បានឈរកាន់ទំពុកឬហ្វៃរបស់គាត់នោះសំឡឹងមើលទំមុខរបស់ពូវត្តភ័យណាស់តើទំពាំងគាត់ជីកនេះជារបស់លោកតាមែនទេបានជាគាត់សម្លក់មុខបែបនេះមួយសន្ទុះទៅលោកតាបានហ្វូមកកាន់គាត់វិញថាចៅមេនុបឯងមកជីកទំពាំងមែនទេពូវត្តក៏បានតបទាំងញោមមកថាបាទលោកតាចៅជីកយកទៅឲ្យប្រពន្ធលោកជាមួយកូនត្រីត្បិតកូនចៅនេះក្រក្រៃមិនមានចំណេះជំនាញអីក្រៅពីរបស់នេះទេលោកតាក៏ចាប់ពោទាំងញញឹមមកកាន់ពូវត្តវិញថាព្រៃឬហ្វៃនេះជារបស់តាចូលចៅមេនុបឯងជីកយកតាមចិត្តចង់ចោះតែចៅកុំប្រាប់នរណាឲ្យស្គាល់អំពីទីនេះឲ្យសោះព្រោះតាឲ្យតែចៅឯងម្នាក់ទេពូវត្តឮលោកតាពោលបែបនេះគឺត្រេកអរណាស់ក៏លុតជង្គង់សំពះអរគុណលោកតាភ្លាមលុះតែគាត់ងើបមកវិញស្រាប់តែមិនបានឃើញលោកតាទេគាត់ស្រែកហៅលោកតាទាំងអារម្មណ៍នេះភ័យផងអរផងលុះតែរហូតដល់គាត់ភ្ញាក់ពីដំណេកមីងលាក់ក៏បានកេះស៊ូទៅកាន់ពូវត្តថាអេយល់សពអាក្រក់មែនបានឮតែស្រែករកលោកតាបែបនេះពូវត្តក៏បានតបនឹងប្រពន្ធរបស់ខ្លួនវិញថាមិនដឹងជាល្អឬក៏យ៉ាងម៉េចទេឯងខ្ញុំយល់សពឃើញលោកតាម្នាក់ស្លៀកក្បិនឲ្យទៅជីកទំពាំងនៅព្រៃឬហ្វៃគាត់ព្រៃឬហ្វៃនោះមានទំពាំងច្រើនណាស់តែគាត់ថាកុំប្រាប់នរណាឲ្យស្គាល់អំពីទីនេះព្រោះគាត់ឲ្យជីកតែខ្ញុំម្នាក់ប៉ុណ្ណោះមីងលាក់ក៏បានពោលមកថាជាយល់សពល្អទេតើឯងមានចាំកន្លែងព្រៃឬហ្វៃនោះទេពូវត្តគាត់ហាក់មិនចាំទេតែក្នុងអារម្មណ៍គាត់នោះដឹងត្រឹមថាព្រៃឬហ្វៃនោះនៅក្នុងព្រៃជ្រៅណាស់ហើយក៏ជាកន្លែងដែលគាត់បំរុងតែនឹងទៅជីកព្រឹកនេះផងពិភាក្សាគ្នាបានមួយសន្ទុះពួកគាត់ក៏នាំគ្នាសម្រាកវិញទៅយប់យន់ទុនទេរេទៅផុតចុងរុក្ខជាតិនៅខាងលិចផ្ទះដោយពន្លឺថ្ងៃព្រឹមក៏ចាប់រះចេញពីទិសខាងកើតមន់ក៏ចាប់រងាវលន់កងរំពងពេញទាំងរោងពូវត្តនិងមីងលាក់ក៏នាំគ្នាក្រោកមកដប់គ្នាដោយមីងលាក់លីអញ្ចងជិះពីខាងក្រោយពូវត្តក៏ខំធាក់កងជិះសំដៅទៅបឹងខាងកើតភូមិដើម្បីអូសកូនត្រីក៏ដូចជាកំពឹសក្តីមកលក់ដូរដោយសពមួយដងលុះតែមកដល់មាត់បឹងគាត់ក៏ចាប់ទម្លាក់ចុះភ្លាមទឹកបឹងនាវេលាព្រឹកគឺត្រជាក់ណាស់ពូវត្តនោះរងាសឹងតែរួចអស់ទៅហើយពួកគាត់នោះក៏ចេះតែខំអូសតាមព្រែកតាមអូដែលជាដៃស្ទឹងព្រឹកបែបនេះគឺអូសត្រូវខ្លាំងណាស់បើកំពឹសនោះគឺធំលោតខ្លាំងសឹងតែពិបាកចាប់ផងលុះតែថ្ងៃរះផុតបន្តិចពួកគាត់ក៏នាំគ្នាត្រឡប់មកផ្ទះវិញចុះបើបានច្រើនហើយពួកគាត់ជិះកង់ដប់គ្នាត្រឡប់មកវិញយ៉ាងសប្បាយជាពន់ពេកលុះតែដល់ផ្ទះវិញមីងលាក់ក៏ចាប់លៀងកូនត្រីកំពឹសចំណែកឯពូវត្តវិញនោះក៏កាន់កំបិតទៅជីកទំពាំងហើយថ្ងៃនេះច្បាស់ណាស់ពូវត្តគាត់នឹងចូលទៅព្រៃជ្រៅមិននៅចំណាយពេលរកព្រៃលើដូចមុនទៀតទេដំណើរចូលទៅគឺហាក់ប្លែកខ្លាំងណាស់ត្បិតគាត់មិនដែលបានចូលមកពីមុននោះទេព្រៃនេះហាក់ដូចជាមានគេដើរចូលមកជាញឹកញាប់ពីបុរាណកាលព្រោះថាមានផ្លូវមួយធំណាស់ដែរតែដោយសារក្រោយមកមិនមានអ្នកដែលធ្វើដំណើរក៏ធ្វើឲ្យផ្លូវនេះមានដុះកូនឈើតូចវិញទាំងផ្លូវណាមួយទៀតនោះដៃឬហ្វៃដុសច្រេះមិនងាយនឹងធ្វើដំណើរទេពូវត្តឆ្កាបន្តិចហើយខំដើរទៅមុខលុះតែមួយសន្ទុះគាត់បានឃើញគុំឬហ្វៃមួយធំណាស់ដុះនៅកណ្ដាលផ្លូវហើយផ្លូវនេះគឺធ្វើហាក់ប៉ុតកោងជុំវិញគុំឬហ្វៃនេះ
ហើយពូវិតពិតបានឃើញទំពាំងដុះជាច្រើនហើយល្អជាខ្លាំងតែបើឬហ្វេនៅជុំវិញនោះវិញហាក់មិនមានទេពូវិតក៏ជីកយកទំពាំងយ៉ាងសប្បាយចិត្តជាពន់ពេកតែគាត់មិនជីកយកមកច្រើននោះទេពោលគឺមកល្មមតែលក់ជាមួយនឹងកូនត្រីដែលគាត់រកបាននោះលុះតែបានហើយគាត់បំរុងតែនឹងត្រឡប់មកវិញតែគាត់ក៏ព្យាយាមក្រឡេកមើលទីជុំវិញនេះដើម្បីឲ្យស្គាល់ជាក់ច្បាស់ត្បិតមិនងាយបានមកដល់ឡើយភ្លាមនោះពូវិតក៏គាត់ទទួលបានអារម្មណ៍ថាគុំឬហ្វេដែលគាត់បានជីកយកទំពាំងនោះហាក់ប្រហោងកណ្ដាលដោយវាមិនមានឬហ្វេដុះនៅកណ្ដាលគុំនោះទេពូវិតចម្លែកចិត្តណាស់ហើយគាត់នោះក៏បានរកផ្លូវឡើងទៅលើគុំឬហ្វេនោះភ្លាមដើម្បីឲ្យដឹងជាក់ច្បាស់ពូវិតឆ្កាដៃឬហ្វេផងអីផងដាច់ឈាមមិនថាដៃឬជើងនោះទេតែសម្រាប់គាត់មុតប៉ុណ្ណេះជារឿងធម្មតាសម្រាប់គាត់ដែលជាអ្នកចូលព្រៃជីកទំពាំងទៅហើយលុះតែគាត់ឡើងទៅដល់ទើបឃើញជាក់ច្បាស់ថាកណ្ដាលនោះគឺហាក់ដូចជាមានទីគេកប់សពនរណាម្នាក់កាលពីសម័យបុរាណមកអញ្ចឹងដោយនៅជុំវិញនោះគឺមានក្អមកុលាបភាជាច្រើនដាក់តម្រៀបនៅជុំវិញនៃភ្នូនោះមិនតែប៉ុណ្ណោះក៏បានឃើញដាវនិងគ្រឿងអេហ្វរ៉ាយុទំនងសពនោះជាមន្ត្រីសេនាផងមិនដឹងហើយនៅចុងនោះក៏បានឃើញក្អមមួយបានដួលហើយធ្លាចេញនៅខ្សែកក៏ដូចជាកងដៃជាច្រើនក្រហមច្រាងមកតែពូវិតគាត់មិនហ៊ានប៉ះពាល់របស់គេទេតែគាត់នោះបានចុះមកវិញហើយយកផ្លែដំបែកដែលគាត់បានបេះតាមផ្លូវចូលមកនេះដាក់ឧទ្ទិសដល់សពនោះហើយគាត់អរគុណជាពន់ពេកដែលគេនោះឲ្យគាត់បានមកជីកទំពាំងនោះទៅដោះស្រាយជីវភាពបានតែប៉ុណ្ណេះពូវិតក៏បានស្ពាយយកទំពាំងដែលបានជីករួចដើរត្រឡប់មកផ្ទះវិញទីនេះហាក់ជាព្រៃជ្រៅដែរតែមិនសូវជាស្ងាត់ខ្យល់នោះទេពោលគឺខ្យល់បានបក់មកលហើយព្រួយខ្លួនជាខ្លាំងលុះតែដល់ផ្ទះវិញមីងលាក់គាត់មានការភ្ញាក់ផ្អើលជាពន់ពេកត្បិតពូវិតគាត់ជីកបានទំពាំងធំខ្ចីល្អជាខ្លាំងដឹងតែងាយស្រួលលក់ជាជាមិនខានឡើយលុះតែរៀបចំរួចរាល់ហើយមីងលាក់ក៏បានជិះចេញទៅលក់ភ្លាមតនព្រឹកព្រលឹមលុះតែប្រពន្ធខ្លួនចេញទៅលក់ម៉ាត់ពូវិតក៏ចាប់ចុះទៅពូអស់ដោយសពមួយដងលុះតែមកដល់ថ្ងៃបន្តិចពូវិតមិនទាន់នឹងបានទៅដាំបាយផងនោះក៏ស្រាប់តែមីងលាក់ត្រឡប់មកវិញបាត់ទៅហើយម្ដងនេះគឺមិនបានឃើញនៅហ្វលដោយកាលពីម្សិលមិញទៀតនោះឡើយហើយមីងលាក់នោះគាត់សប្បាយចិត្តណាស់ក៏ដោយសារតែមានអ្នកប្រាប់គាត់ថាឲ្យតែបានទំពាំងល្អដូចនេះយកមកឲ្យគាត់នឹងលើកយកទៅទាំងអស់ទាំងកូនត្រីនិងកំពឹសផងនោះមិនចាំបាច់ដើរលក់ទៀតទេមីងលាក់បានទិញបង្អែមដែលគេលក់នៅផ្សារនោះយកមកផ្ញើប្តីខ្លួនមួយថងផងដែរត្បិតប្តីខ្លួនគឺហត់នៅខ្លាំងណាស់មួយថ្ងៃនេះយប់ស្ងាត់បាត់អស់សភាពអ៊ូអរតែវាបានឮសំឡេងឆ្កែលូមកឲ្យល្វើយចេញអំពីចុងភូមិភ្លាមនោះពូវិតក៏បានឃើញខ្លួននៅក្នុងព្រៃឬហ្វេម្ដងទៀតហើយមិនយូរឡើយគាត់ក៏បានឃើញលោកតាដែលពន្យល់សពគាត់កាលពីម្សិលមិញលុះតែមកដល់លោកតាក៏ចាប់វិចារមកកាន់ពូវិតថាណែចៅមេនប់នៅក្នុងព្រៃឬហ្វេនេះបើតាឲ្យឃើញអ្វីចូលចៅយកទៅចោះនេះជារបស់តាឲ្យចៅហើយកុំមានការភ័យខ្លាចឡើយតាឲ្យតែអ្នកស្លូតត្រង់ដូចជាចៅនេះតែប៉ុណ្ណោះដោយតែម្សិលមិញពូវិតក៏បានសំពះអរគុណលោកតាហើយគាត់ក៏បានភ្ញាក់ពីដំណេកលុះតែព្រឹកស្អែកមកដល់ពូវិតក៏បានដើរសំដៅទៅគុំឬហ្វេនោះបន្តទៀតតែម្ដងនេះពូវិតក៏បានយកទាំងនំនេកខ្លះមកផងដើម្បីដាក់ឲ្យខ្មោចម្ចាស់គុំឬហ្វេនេះលុះតែទៅដល់ពូវិតមិនតន់ទៅជីកភ្លាមនោះទេហើយគាត់បានរៀបចំចំណីដែលគាត់បានយកមកនោះដាក់ជូនលោកតាម្ចាស់ឬហ្វេលុះតែរួចហើយទើបគាត់បានទៅជីកទំពាំងនោះដោយតែរាល់ដងទំពាំងនៅគុំឬហ្វេនេះគឺធំល្អខ្លាំងណាស់ពូវិតមិនពិបាកជីកនោះទេតែមកដល់គល់ទំពាំងមួយនោះខណៈពូវិតគាត់បានវាយយកផ្លឹកឬហ្វេចេញ
ក៏ស្រាប់តែបានឃើញខ្សែកមាសមួយខ្សែមិនដឹងប៉ុន្មានជីទេតែខ្សែវាធំណាស់មិនតែប៉ុណ្ណោះក៏មានខ្សែជើងមួយខ្សែធំផងដែរសុទ្ធតែមាសដូចគ្នាពូវត្តនេះហាក់រេរាចិត្តត្បិតគាត់មិនហ៊ានណាមួយគាត់មិនដែលបានកាន់របស់ទាំងនោះពីមុនមកទេដោយសារតែយុគមិញនេះលោកតាបានប្រាប់ច្បាស់ហើយថាបានឃើញអីយកនឹងចុះពូវត្តក៏បានយកដាក់ក្នុងថ្នាក់ក្រមាទាំងត្រេកអរញ័រខ្លួនជាពន់ពេកលុះតែជីកទំពាំងបានហើយគាត់ក៏បានចេញមកវិញតាមផ្លូវដែលគាត់មកវិញនោះក៏បានជួបទៅនឹងមីងឃីមដែលគាត់កំពុងតែរកទំពាំងនៅព្រៃខាងលើនេះលុះតែឃើញពូវត្តមកវិញបានទំពាំងល្អបែបនេះគាត់ក៏មកស្កាត់ហ្វូពូវត្តដោយសារតែពូវត្តជាមនុស្សល្ងង់និងជាមនុស្សត្រង់ក៏ប្រាប់មីងឃីមថាចូលព្រៃជ្រៅបន្តិចតាមផ្លូវដែលគាត់ដើរមកនេះហើយថែមទាំងប្រាប់ថាគាត់ជីកបានខ្សែកខ្សែជើងផងមីងឃីមនោះលឺភ្លាមញ័រខ្លួនចង់ទៅហើយក៏ផ្ទុះទៅរកតាមផ្លូវដែលពូវត្តប្រាប់ភ្លាមដោយក្នុងចិត្តគាត់នោះគិតថាឲ្យតែបានឃើញច្បាស់ជាជីកយកទំពាំងនោះឲ្យអស់ហើយគាត់នឹងជីករកមាសច្បាស់ជាបានច្រើនជាក់ជាមិនខានឡើយតែមិនទេលុះតែគាត់ទៅដល់គុម្ពឫស្សីដោយដែលពូវត្តប្រាប់គាត់នោះគឺពិតជាបានឃើញទំពាំងធំល្អមែនតែគាត់មិនអាចចូលទៅជីកបានទេព្រោះថាគុម្ពឫស្សីនោះគឺមានពុះវែកជាច្រើនបានកំពុងតែដេករនាលពេញទាំងគុម្ពឫស្សីទេចុះម្ដេចពូវត្តក៏ជីកបានមីងឃីមមិនអស់ចិត្តក៏ចូលទៅលួបក្រែងពុះនេះវាមិនធ្វើអីតែមិនទេគ្រាន់តែគាត់នោះចូលទៅក្បែរពុះនោះបើកវែកធំហើយពួកវាច្រើនខ្លាំងណាស់ជីងមកសម្ដៅមីងឃីមបំរុងតែនឹងចឹកសម្លាប់មីងឃីមមិននៅទៀតទេហើយព្យាយាមរត់យកតែរួចខ្លួនពូវត្តនិងប្រពន្ធក្រោយពីបានលោកតាឲ្យខ្សែកនិងខ្សែជើងនោះគាត់ក៏បានយកទៅលក់ហើយក៏បានធូរធារចាប់រករបររុកស៊ីជាអ្នកលក់និងទិញត្រីយកទៅលក់នៅផ្សារហើយគាត់ក៏លែងទៅជីកទំពាំងនោះទៀតឡើយបើទោះជាពូវត្តដឹងថាទីនោះមានមាសពេជ្រជាច្រើនក៏ដោយការប្រព្រឹត្តល្អមើលទៅវាហាក់ដូចជាមនុស្សល្ងង់តែយើងនឹងទទួលបានផលល្អនៅថ្ងៃណាមួយជាក់ជាមិនខានឡើយហើយរឿងនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀត